កម្ពុជាចុះហាប់ស៊ីហ្គេម2023เอาปีเปิ้นมาไฟใบបាទโอ้ครูเอกបាទវត្តវិវាខ្ពស់ជាងតិចគាត់1.80 ម៉ែត្រអញ្ញាកដាក៏លោកយឹមសុខុមគូនេះមានអញ្ញាកដាមានចៅក្រមជាជនជាតិថៃនោះគឺលោកសុំឆៃនិងលោកអារម្មណ៍គឺចៅក្រមទី2និងចៅក្រមទី3 77 គីឡូក្រាមចក្រមត្រៀមគូទី4គឺជាគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទឹកទី1បង្គោលក្រហមវ៉ាន់វីវ៉ាបង្គោលគៀវប៊ូហ្គីអូគិតឈូឆៃបាទគូเอกเด้อនេះគូនេះ77 គីឡូក្រាមបង្គោលក្រហមសិក្សាគ្នាសិនទឹកទី1នេះសិក្សាសិនចិត្តកដៅម៉ានតោះឆ្វេងប៊ូហ្គីអូបាទតោះឆ្វេងតោះស្ដាំសងវិញវីវ៉ាចិត្តធ្ងន់ទាំងពីររៀកបាទน้ำหนักធំ70អត់តន់ហ៊ានចូលរៀងខ្លួនមកទឹកទី1បាទមិនថាបណ្ដាប្រកួតមួយគ្នាពីមុនមកទេមួយឆ្វេងនិងមួយឆ្វេងដូចគ្នាបាទគាត់វីវ៉ាក៏ឈរឆ្វេងបាក់ជោក៏ឆ្វេងអត់ឆ្វេងតត់ស្ដាំវីវ៉ាតត់ក្រោមមួយជើងវីវ៉ាតតឆ្វេងសងប៊ូហ្គីអូមកម៉ាត់ស្ដាំតបទៅជើងស្ដាំពីវីវ៉ាតតស្ដាំមួយទៀតចិត្តខ្លាំងចិត្តធ្ងន់ទាំងពីររៀកមួយឆ្វេងនិងមួយស្ដាំអូទៅជើងវ៉ាន់វីវ៉ាចលោកែងអូវ៉ាន់វីវ៉ាទឹកល្អណាបាត់ឆ្វេងស្ដាំខនោះតបទៅជើងស្ដាំវ៉ាន់វីវ៉ាបាទឆ្វេងបាក់ជោកីឡាករថៃប៊ូហ្គីអូអត់ទាន់បានបញ្ចេញស្វ័យដៃទេថាទទួលរងការសង្គ្រោះពីវ៉ាន់វីវ៉ាសិនជើងឆ្វេងនិងជើងស្ដាំជើងឆ្វេងបាក់ជោបង្គោលខៀវជើងស្ដាំបង្គោលខមវ៉ាន់វីវ៉ាតតស្ដាំខវីវ៉ាប៊ូហ្គីអូតតជើងឆ្វេងតតសងវិញនេះទៀតតតស្ដាំពីវីវ៉ាតតស្ដាំមួយទៀតវីវ៉ាអូអមយ៉ាយប៊ូហ្គីអូត្រូវតតជើងពីជើងរបស់វ៉ាន់វីវ៉ាមកវិញ10 អូរត់ដល់10លើទឹកស្លាប់ពេលនេះបាល់កីឡាករកម្ពុជាមួយរូបវ៉ាន់វីវ៉ាទទួលបានជ័យជំនះក្នុងការប្រកួត AAC Fighting ឆ្នាំ2015នេះ
ឃើញថាការប្រកួត